អង្គុញស្រីស្ងួនអនដាមកើយបីបងឈ្នះស្រីសូមចាប់ជួហើយចារៀងទៀងមកឡើងច្បាំងដល់វេនអូនឈ្នះប្រងកុំកាន់តើបើត្រូវចារៀងទៀងមកឡើងច្បាំងដល់វេនអូនឈ្នះប្រងកុំកាន់តើតោះបងប្អូនអរគ្នាឥឡូវនេះខ្ញុំមិនតៃហ្វីបគ្នាជាងបតប្របីដេកចូលឆ្នាំខ្មែរហើយអូននេះជាអ្នកធ្វើ Big Box អញ្ចឹងបងប្អូនអរគ្នាច្បាស់ជាបានស្គាល់គាត់ខ្លះហើយព្រោះឃើញប្រកែធ្វើ Big Box តាម TikTok ដែរអូខេអញ្ចឹងឥឡូវនេះបងមួយតៃគឺយើងបានសហការគ្នាហើយគឺច្រៀងជំនាញពីរបទទី1អង្គុញកោយ3បទទី2កម្ពុជាសួស្ដីអានេះធ្វើបានអត់បានអូខេអញ្ចឹងធ្វើបានបងច្រៀងណាអូខេតោះអង្គុញបោះទៅកោយស្រីដាំមើលមុខចំណាំចិត្តចាំជួស្រីអង្គុញបោះទៅកោយស្រីដាំមើលមុខចំណាំចិត្តចាំជួស្រីអង្គុញស្រីស្ងួនអនដាមកើយបីបងឈ្នះស្រីសូមចាប់ជួហើយចារៀងទៀងមកឡើងច្បាំងដល់វេនអូនឈ្នះប្រងកុំកាន់តើបើត្រូវចារៀងទៀងមកឡើងច្បាំងដល់វេនអូនឈ្នះប្រងកុំកាន់តើតែមេណាមកកិច្ចមិនរួចឡើយចាប់បានដៃហាជុំឲ្យអងចិត្តហៀងផលលៀបអូហើយលៀបដែរហ្នឹងលៀបឆុងហើយលៀបឆុងហើយលៀបហើយលៀបហើយថ្ងៃនេះមកម៉ាក់អ្នកមកគ្នា3នាក់ហើយ4នាក់គ្នាទៅណាហើយអូនមកបែតើអូនចូលមកទាំងអស់គ្នាមកបាទនិយាយទៅថ្ងៃនេះបានជួបជាធីមហ្មងណាដល់ចូលមកអូនចូលមកបើយានមកខាងនេះខ្លះមកគៀតតែតៃអញ្ចឹងណាដឹងណាអត់ទេមកចិត្តបងខ្លាចឆក់ទៅចិត្តឯងអត់ឆក់សោះដល់ច្រើនគ្នាអូខេបងប្អូនអរគ្នានិយាយទៅឃើញគាត់មានសមត្ថភាពនៅក្នុង TikTok គឺខាងការធ្វើ Big Box និយាយទៅការធ្វើ Big Box នេះមិនមែនមនុស្សធម្មតាយើងចេះតែអាចធ្វើបានទេតើបងមានទេពកោសល្យពីធម្មជាតិមិនធ្វើបានហើយអានេះបងសួរចំណាប់អារម្មណ៍តិចណារាល់ថ្ងៃស្រឡាញ់ជំនាញណាក្តីសម័យខ្លួនឯងស្រឡាញ់ជំនាញខាងអីខាងទៅប្រទេសក្រៅទៅប្រទេសក្រៅទៅធ្វើអីទៅធ្វើការងារនៅប្រទេសគេទៅប្រទេសណាដែរទៅកូរ៉េអូទៅកូរ៉េអូខេហើយបានរៀនកូរ៉េណៃនៅអាយុម៉ែនអាយុ18ឆ្នាំក៏អាយុអីចឹងទៅបានហើយមិនយើងមានសមត្ថភាពខាង Big Box តែយើងអត់បំពេញហៅថាតាមសមត្ថភាពយើងចង់ធ្វើការសម្ភារអញ្ចឹងធ្វើ Big Box វារៀងហត់មិនចឹងហត់បាទហត់ពេលធ្វើម្ដងហត់ខ្លាំងហត់ទៀងខ្លាំងដែរហត់ហើយជើងបង្កស្ងួតមាត់អូចឹងយើងគិតថាយើងអាចធ្វើបានយូរម្ល៉េះណាបាទប៉ុន្តែបើយើងចេះធ្វើ Big Box ចឹងយើងឆ្នៃមកវិញទៅការរៀនភ្លេងវិញធម្មតាតែយើងដឹង melody ដឹងកណ្ដងយើងអាចរៀនឧបករណ៍ភ្លេងបាត់ណាពីថាអារម្មណ៍យើង Big Box អញ្ចឹងយើងសម័យមកយើងកាន់នេះឈើវាយស្គរយើងហ្នឹងវាយទុំទាំងតាមអា Big Box របស់យើងហ្នឹងបានណាអញ្ចឹងអានេះជាជំនាញមួយនៅក្នុងប្រទេសទទួលស្គាល់ថាការងារក្រៅប្រទេសវាមានតែខែច្រើនប៉ុន្តែខែផលលំបាកយើងទី1ពិបាកក្នុងការជួបជុំគ្រួសារពេលបន់ទៀនយើងអត់បាននៅក្បែរឪពុកម្ដាយអីអញ្ចឹងអាចគិតមើលម្ដងទៀតមិនថាបងមិនជំរុញទៅទេប៉ុន្តែបើសិនយើងមានសមត្ថភាពហើយយើងក៏អាចរកការងារក្នុងប្រទេសយើងបានដែរអូខេជោគជ័យអរគ្នាអត់មានអៀនទេតា